ប្រទេសចិនទើបបាញ់បង្ហោះអាវុធថ្មីមួយទៅលើអាកាសមិនមែនជាយន្តហោះគ្មានមនុស្សបើកប្រភេទធម្មតាទេប៉ុន្តែជាដ្រូនដែលអាចខ្ចាក់គូនម្ដង100គ្រឿងពីពោះដ៏ធំសម្បើមរបស់វាកូនដ្រូនទាំង100នេះអាចបញ្ចេញសមត្ថភាព3យ៉ាងតាមបញ្ជារបស់ម្ដាយវាគឺបំផន់ភ្នែករ៉ាដាទម្លាក់គ្រាប់បែកនិងកំណត់គោលដៅមុនបញ្ជាមីស៊ីលវាយប្រហារយោងតាមទូរទស្សន៍រដ្ឋចិន CCTV ម្ដាយរបស់ចិនដែលមានរហស្សនាមថា វីតានឬឋានសួគ៌9ជាន់បានសាកល្បងបញ្ចេញហៅដោយជោគជ័យលើកដំបូងកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2025ការហោះនេះធ្វើឡើងនៅខេត្តស៊ីឈៀនដែលបានកំណត់ត្រាប្រវត្តិសាស្ត្រក្នុងការត្រៀមខ្លួនចូលសមរភូមិសង្គ្រាមសម័យទំនើបអ្វីដែលធ្វើឲ្យម៉ាកដ្រូនវីតានេះគួរឲ្យខ្លាចខ្លាំងណាស់គឺវាគ្រាន់តែបាក់ពួកភ្លាមកូនទាំង100គ្រឿងហោះប្រសើរពេញមេឃនីមួយៗមានខួរក្បាល AI ដោយឡែកពីគ្នាប៉ុន្តែស្ថិតក្រោមបញ្ជាការតែមួយគឺម្ដាយរបស់វាអាចបែងចែកជា3ក្រុមក្នុងពេលដំណើរគ្នាក្រុមទី1មានតួនាទីបំផន់រ៉ាដាវានឹងរួបរวมគ្នាប្រែក្លាយជាហ្វូងសាច់ស្លាបរត់ប្រសេកប្រសាយក្នុងដែនអាកាសធ្វើឲ្យសត្រូវខ្ចាក់ខ្ចីគ្រាប់បាញ់និងវង្វេងគោលដៅដោយហ្វូងជាឧបករណ៍ធ្វើសង្គ្រាមថ្មីបែបនេះប្រទេសជាច្រើនខ្លាចខ្លាំងហើយមិនទាន់មាននរណាហ៊ានអះអាងថារ៉ាដារបស់ខ្លួនអាចស្ទាក់ហ្វូងដ្រូនបាននៅឡើយទេមកដល់ពេលនេះពេលក្រុមទី1កំពុងប្រឡែងលេងជាមួយមីស៊ីលរបស់សត្រូវក្រុមទី2ដែលមានក្បាលគ្រាប់នឹងចូលទៅវាយប្រហារតាមទីតាំងដែលម្ដាយវាកំណត់ឲ្យដូចជាស្ថានីយ៍រ៉ាដាឃ្លាំងប្រេងអ៊ីនធឺណិតប៉ុស្តិ៍បញ្ជាការឬឃ្លាំងអាវុធចំណែកហ្វូងដ្រូនទី3នឹងសំទងលើមេឃសម្គាល់គោលដៅហើយផ្ញើកូអូឌីនេទៅហ្វូងទី1និងទី2ម៉ាកដ្រូនយូតានេះមានប្រវែងខ្លួនជាង16ម៉ែត្រទទឹងពីស្លាបម្ខាងទៅម្ខាងប្រវែង25ម៉ែត្រវាមានទម្ងន់16តោនផ្ទុកគ្រាប់បែកបាន6តោនសំទងលើអាកាសបានដល់ទៅ12ម៉ោងហើយបើហោះវិញបាន7000គីឡូម៉ែត្រនេះផ្ដល់សមត្ថភាពវាយប្រហារហួសពីព្រំដែនប្រទេសចិននេះបើយោងតាម Global Times និង Defense.pk គេបានប៉ាន់ប្រមាណថាកូននីមួយៗអាចមានតម្លៃប្រហែល$20លានអាមេរិកក្នុងមួយគ្រឿងយោងតាម Air Force របស់សហរដ្ឋអាមេរិកនិងរុស្ស៊ីក៏កំពុងជំរុញការផលិតម៉ាកដ្រូនបែបនេះដែរប្រទេសចិនមិនទាន់ប្រកាសថាពេលណាម៉ាកដ្រូននេះនឹងចូលបម្រើជាផ្លូវការនោះទេបើទោះបីគុណភាពរបស់ម៉ាកដ្រូននេះមិនទាន់អាចសន្មត់ថាខ្លាំងដោយការអះអាងក៏ដោយតែវត្តមានរបស់វាបញ្ជាក់ថាសង្គ្រាមផ្លូវអាកាសនាពេលអនាគតមិនពឹងផ្អែកតែលើយន្តហោះចម្បាំងមួយមុខទេវានឹងត្រូវបានសម្រេចដោយអ្នកណាដែលជន់មេឃពន្លិចបំផន់រ៉ាដាហើយចូលវាយលុកដោយមិនអាចទៅទាក់ទាន់នេះជាវិធីប្រយុទ្ធថ្មីមួយដែលប្រទេសនានាត្រូវតែត្រៀមបម្រុង